ដើម្បីរៀនចំណោទបរិមាទៅយល់បងប្អូនគួរមានមេរៀនឬក៏ជាប្លង់មេរៀនខ្លះបងប្អូនរៀនទៅឆាប់យល់ហ្នឹងហើយនៅក្នុងវីដេអូលោកគ្រូនេះគឺលោកគ្រូមានសង្ខេបមេរៀនឲ្យណាប៉ុន្តែឥឡូវយើងអានប្រធានសិនលំហាត់ទី3គេសង់ជំរកមួយមានរាងជាកោណបរិវត្តដែលមានមាត្រវ័យកណនាផលធៀបរង្វាស់កម្ពស់នៃកោណនិងកម្មថាសបាតដើម្បីឲ្យជំរកមានផ្ទៃខាងអបបរមាហ្នឹងហើយអូនជំរកមានរាងជាកោណឥឡូវស្អីទៅអាជំរកមានរាងជាកោណហ្នឹងបងប្អូនអត់ស្គាល់កោណប៉ុន្តែបងប្អូនស្គាល់នេះហ្នឹងហើយគឺជាកោណលោកគ្រូសង្ខេបប្រធានឡើងវិញគេធ្វើជំរកមួយមានរាងជាកោណគឺរៀងអញ្ចឹងប៉ុន្តែគេធ្វើធំគេមិនធ្វើតូចទេពួកឯមនុស្សនៅជំរកគឺមនុស្សនៅកោណហ្នឹងមានមាត្រវ័យអូននេះសមត្ថកម្មហ្នឹងហៅសមត្ថកម្មមានមាត្រវ័យអូននេះមាត្រកោណស្មើនឹងវ័យគេប្រាប់តែប៉ុណ្្នឹងឯងន័យថានៅក្នុងលំហាត់ហ្នឹងគេប្រាប់សមត្ថកម្មតែមួយទេគឺគេប្រាប់វ័យទោះគេសួរថាគេឲ្យយើងគណនាណាគណនាផលធៀបកម្ពស់និងកម្មថាសដើម្បីឲ្យជំរកមានកលាផ្ទៃខាងអបបរមាកលាផ្ទៃខាងអបបរមាដើម្បីលោកគ្រូបញ្យល់បងអូនទៅឆាប់យល់លោកគ្រូរំលឹកបន្តិចសិនណារំលឹកនេះផ្ទៃថាសអូនថាអាថាសដាក់បាយហ្នឹងណាឬផ្ទៃរង្វង់អូនរង្វង់ហ្នឹងតាមពិតគេដាក់អត់ត្រូវទេរង្វង់អត់មានផ្ទៃទេរង្វង់វាមូលតល់ហ្នឹងអញ្ចឹងណាអញ្ចឹងគេហៅថាផ្ទៃថាសត្រូវជាងហើយផ្ទៃថាសគឺ S ស្មើនឹង pi a ការ៉េអូនផ្ទៃថាសហ្នឹងគឺអាផ្ទៃអ្នកបាតនេះណារង្វង់ឃើញអត់រៀងរង្វង់ឬក៏រៀងថាសហើយចុះអាកម្ម A អូនអាកម្ម A នេះយើងចំណុចកណ្ដាលនេះមកចេះអូនអាចមើលរូបនោះបាននេះកម្ម AO ហ្នឹងគេហៅកម្មហើយដល់ AB គេហៅថាអង្កត់ផ្ចិតអញ្ចឹងណាត្រេទី2បរិមាត្ររង្វង់គេតាំងដល់អក្សរប៉ែស្មើនឹង2 pi a អូន a ហ្នឹងដូចគ្នាកម្មរង្វង់ផ្ទៃខាងកោណអូនផ្ទៃខាងគឺអាផ្ទៃនេះសងខាងនេះអាហ្នឹងហៅផ្ទៃហើយនៅទាំងអស់ហ្នឹងអត់និយាយបាតទេណាគេនិយាយតែជុំវិញហ្នឹងផ្ទៃខាងកោណគេតាំងដល់ SL ស្មើនឹង pi a គុណនឹង SA a គឺជាកម្មរបស់កោណកម្មបាតនិងកម្មបាតហ្នឹងហើយហ្នឹងSA ជាអីអូន SA នេះ SA ហ្នឹងនេះ SA នេះអូននេះកន្លែងនេះពីនេះមកដល់នេះគេហៅ SA ឃើញទេហើយណាក៏ដោយអត់អញ្ចឹងគេហៅ SA ហើយអក្សរ L នេះគឺលោកគ្រូក៏ដាក់ទេណាអូនដាក់ SA ក៏បានអូនដាក់ L ក៏បានហើយអា SB នេះអូនអាពីរហ្នឹងស្មើគ្នាទេអូនស្មើគ្នាទាំងអស់ចូលដល់មាត្រកោណគឺស្មើនឹង v ស្មើ1/3 pi a ការ៉េគុណនឹង SO អូន SO នេះគឺជាកម្ពស់របស់កោណនេះគេគិតពីចម្ងាយនេះទៅចំណុចនេះហូតមកដល់ត្រឹមនេះនៅចំកណ្ដាលហ្នឹងណាអញ្ចឹងការរំលឹកមេរៀនយើងចប់ហើយអូនស្គាល់លក្ខណៈកោណខ្លះហើយបងប្អូនតែចាំថាពេលអូនធ្វើលំហាត់ក្នុងពេលប្រឡងបងប្អូនតែគូសកោណនឹងគេផងគូសឲ្យបងប្អូនតាំងអីក៏តាំងទៅណាអូនដាក់អីក៏បានអូនដាក់E កន្លែងក៏បានឬក៏អូនដាក់អីក៏ដាក់ទៅឲ្យតែតាំងឲ្យគេអញ្ចឹងណាអូនចូលចិត្តតាំងវិធីណាអូនតាំងវិធីហ្នឹងទៅប៉ុន្តែពេលនេះគឺលោកគ្រូតាំងកម្ម A ហ្នឹងគឺដល់ដល់ X ហើយកម្ពស់វាហ្នឹងគឺលោកគ្រូតាំងដល់ E កន្លែងហើយអ្នកខ្លះទៀតគេតាំងនេះអាកម្មនេះគេតាំងដល់អក្សរ A ហើយអាកម្ពស់អា E កន្លែងហ្នឹងគេតាំងដល់អក្សរ H ចូលចិត្តមួយណាអូនតាំងវិធីហ្នឹងធម្មតាចំណោទបរិមាពេលអូនអានប្រធានចប់អូនគិតឃើញមុនគេគឺ1តាំងអថេអីក៏ដោយអូនតាំងអីក៏តាំងទៅ2សរសេររូបមន្តដែលគេចង់បានហើយបង់លេខ1ទី3ប្រើសមត្ថកម្មដើម្បីទាញយកអថេ x1 ឬក៏ y1 ពួកអីនៅក្នុងចំណោទបរិមាគឺមាន derivative តែមាន derivative គេមាន derivative អាចមានតែអថេទេបើមាន x អត់ y បើ y អត់ x ទី4យក2ជួស1ពេលនោះរូបមន្តយើងនៅសល់តែមួយញ៉ាត់ទេទី5កណនា derivative រូបមន្តអូនរូបមន្តនៅទី2នេះ derivative រូបមន្តរួចឲ្យ derivative មក0ហើយទាញយកតម្លៃបរិមារបស់វាដោយតាមវិធីគូសតារាងសញ្ញា derivative នឹងបញ្ជាក់ឡើងវិញគេសង់ជំរកមានរាងជាកោណហើយសមត្ថកម្មគេប្រាប់មកតែមួយគត់គឺមាត្ររបស់កោណមាត្រនេះគឺខាងក្នុងហ្នឹងណាស្មើនឹង v តើគេគណនាផលធៀបរវាងកម្ពស់និងកម្មតាមវិធីណាតោះឥឡូវយើងចាប់ដើមកែតាំងសិនណាលោកគ្រូតាំងឲ្យហើយដាក់តាមរូបអញ្ចឹងលោកគ្រូដាក់តាំង x តាំង x ជាកម្មថាសរបស់បាតអូន x កម្មថាសរបស់បាតនេះបើហ្នឹងយើងថាថាសក៏បានរង្វង់ក៏បាននិង e ការ៉ាច់ជាកម្ពស់របស់កោណអូនកម្ពស់របស់កោណគឺ SO នេះហើយលក្ខខណ្ឌគឺ x និង y ការ៉ាច់ធំជាង0សំណួរគេឲ្យយើងគណនាផលធៀបរវាងកម្ពស់អូនកម្ពស់យើងពេលនេះគឺ y ការ៉ាច់និងកម្មថាសយើងគឺអក្សរ x អញ្ចឹងសំណួរនឹងសួររកអីគេគឺសួររកនេះផលធៀបគឺផលចែកណា e ការ៉ាច់លើ x ស្មើប៉ុន្មាននេះបឹបអញ្ចឹងលោកគ្រូសរសេរដាក់មក
លោកគ្រូដាក់ថាជាសំណួរសួររក e ក្រេចលើ x អាហ្នឹងហើយគេហៅថាផលធៀបរវាងកម្ពស់និងកម្មថាណាកម្មបាតណាឥឡូវយើងតាំង x និង y គឺយើងតាំងហើយមាននៅចំណុចមួយយើងតាំងហើយទី2សរសេររូបមន្តដែលគេចង់បានអូនចង់បានមើលឡើងណាអូននេះមើលឡើងនេះមើលដើម្បីឲ្យជំរកមានក្រឡាផ្ទៃខាងឃើញនេះក្រឡាផ្ទៃខាងអបបរមាក្រឡាផ្ទៃខាងអបបរមាអញ្ចឹងអូនក្រឡាផ្ទៃខាងអូនមើលនេះរូបមន្តក្រឡាផ្ទៃខាងនេះមួយនេះចឹងអូនសរសេររូបមន្តនឹងចូលមកនេះតាមមេរៀនគេនេះចំណុចទី2ចឹងអូនដាក់ថាក្រឡាផ្ទៃខាងរបស់កោណ SL ស្មើនឹងផាយគុណជាមួយនឹង A ហើយគុណជាមួយនឹង SR នេះប៉ឹបអូននេះផាយ A គុណនឹង SR អូនពាក់ព័ន្ធជាមួយនឹងផ្ទៃអបបរមាបន្តិចអូនហេតុអីបានគេចង់បានអបបរមានេះគេចង់បានអាការចំណាយទៅលើអសង្ខចម្រោកហ្នឹងណាចម្រោកសងចម្រោកហ្នឹងគឺអស់អាកន្លងផ្ទៃខាងអស់តិចបំផុតកាលណាកន្លងផ្ទៃខាងអស់តិចបំផុតអញ្ចឹងការទិញសម្ភារៈក៏អស់ថវិកាតិចដែរមូលហេតុហ្នឹងហើយបានគេបង្កើតលំហាត់ចំណោទបរមាដើម្បីឲ្យយើងចេះចំណាយតិចបានផលច្រើនមូលហេតុអញ្ចឹងណាហើយយើងងាកមកលំហាត់យើងអូននេះគឺកន្លងផ្ទៃខាងយើងបានប៉ុណ្ណឹង A អូន A យើងស្គាល់គឺយើងតាំងដល់អក្សរ x អញ្ចឹងយើងសេមកយើងដាក់ថាផាយគុណជាមួយនឹង x ហើយគុណជាមួយនឹង SR ចេះប៉ឹបលោកគ្រូដាក់បងលេខ1ចុះអូនលោកបងលេខ1ប៉ឹបចឹងមកយើងទៅរក SR ណារក SR តើ SR ស្មើប៉ុន្មានអូនចង់រក SR យើងមើលថៃកោណណាអូនក្នុងត្រៃកោណកែងក្នុងត្រៃកោណកែង AOS កែងនេះត្រៃកោណកែង SRO អូននេះវាកែងត្រង់ O នេះកែងត្រង់នេះឃើញទេAO យើងតាំងឲ្យគឺអក្សរ x OS គឺតាំងឲ្យគឺ y អញ្ចឹងយើងចង់រក SR យើងត្រូវប្រើតាមពីតក្រូមកគឺយើងដាក់ថា SR ការ៉េ SR ការ៉េគឺស្មើនឹង x ការ៉េបូកជាមួយនឹង y ការ៉េអូននេះស្មើនឹងវាយនេះការ៉េបូកអាវាយនេះការ៉េប៉ុន្តែគេចង់បាន SR អញ្ចឹងយើងទាញយក SR មក SR យើងគឺស្មើនឹង radical x ការ៉េបូកជាមួយនឹង y ការ៉េនេះពឹបឥឡូវយើងរក SR ឃើញហើយកាលណារក SR ឃើញអ្នកគេយកអាម្ដុំនេះជួសចូលក្នុង1ចូលក្នុងសមីការមួយគឺ SR នេះពេលនោះអូនបាត់ SR តោះឥឡូវយើងដាក់ជួសចូល1ជួសចូលសមីការ1អូនសមីការ1នេះគឺ SL ស្មើផាយ x អញ្ចឹងយើងដាក់មកផាយគុណនឹង x ហើយគុណជាមួយ SR យើងជួសទៅ radical x ការ៉េបូកនឹង y ការ៉េប៉ឹបចា៎ពេលដែលយើងសេបានចឹងហើយយើងដាក់បងលេខ2មួយទៀតណាបងលេខ2ឥឡូវយើងប្រឹងមើលសារឡើងវិញ SL យើងអាច derivate បាននៅអញ្ចឹងយើង SL យើងគឺវាជាប់ x ផងជាប់ y ផងអញ្ចឹងយើងអត់ derivate អត់បានទេអញ្ចឹងយើងត្រូវបំបត្តិ x ឬក៏បំបត្តិ y ចោលអូននេះតាមរូបមន្តនេះប្រើសមត្ថកម្មដើម្បីទាញយកអថ័យ x ឬ y ហើយសមត្ថកម្មគេប្រាប់មកថាម៉េចគឺគេប្រាប់មកមៀត y អញ្ចឹងអូនយកមៀត y នេះដើម្បីទាញយក x ឬក៏ y ឲ្យនៅសល់មួយអញ្ញត្តិងាយស្រួលកណនា derivate អញ្ចឹងយើងដាក់ថាតាមសមត្ថកម្មណាតាមសមត្ថកម្មនេះសមត្ថកម្មមួយនេះតាមសមត្ថកម្មគេប្រាប់មកមៀតគេប្រាប់មក y អូនអា y ហ្នឹងតែគេលេខហើយអាហ្នឹងគឺជាសមត្ថកម្មប៉ុន្តែមៀត y មៀតរបស់កោណនេះមៀតរបស់កោណគឺ1/3 ផាយ a ការ៉េគុណនឹង so អញ្ចឹងយើងដាក់មកយើងដាក់ថា1/3ផាយគុណជាមួយនឹង a ការ៉េ a យើងដាក់ x ទៅ x ការ៉េគុណជាមួយនឹង so អូនគុណជាមួយ so នេះ so គឺ y អញ្ចឹងយើងដាក់ y មកយើងដាក់ y ប៉ឹបចែឥឡូវយើងសេរូបមន្តមៀតហើយយើងមើលវិភាគថាតើយើងទាញយកណាគឺយើងទាញយក y មកហើយបញ្ជាក់ណា y នេះគឺគេឲ្យមកគឺលេខទេអញ្ចឹងយើងទាញយក y យើងដាក់នាំឲ្យបាន y យើងស្មើនេះមើលy យើងស្មើអញ្ចឹងយើងដំបូងយើងកុំទាញយក y ភ្លាមយើងបោះ3សិន3នេះពេលប្រចែកមកនេះដល់ប្រគុណអញ្ចឹងបាន 3y ស្មើនឹងផាយ x ការ៉េគុណនឹង y ចេះគុណនឹង y ណាដល់ហើយយើងទាញយក y កាលណាយើងទាញ y ទៅនេះអាម្ដុំនេះវាជាប្រគុណដល់មួយអង្គទី2ទៅប្រចែកអញ្ចឹងមាន 3y ចែកជាមួយនឹងផាយ x ការ៉េនេះផាយ x ការ៉េប៉ឹបអូនបងលេខ3ផ្លេតចឹងមកនេះប៉ឹប
ក្រោយពីយើងតែងបាន y ចឹងហើយនេះយើងអាចបំបត្តិ y នៅកន្លែង SL បានឃើញទេហើយមូលហេតុអីគេបំបត្តិ y ចោលពីព្រោះតាក់ទងមួយ derivative derivative តែមានពីអញ្ញត្តិ derivative ចេញទេចឹងហើយបានសមត្ថកម្មគេប្រាប់មកវៃហ្នឹងគឺបំណងគេចង់ឲ្យយើងបំបត្តិ y ចោលចឹងណាចឹងឥឡូវយើងបំបត្តិមកអូនយក3ជួសចូល2អូនសេមកយក3ជួសចូល2ណា3នេះអូនអានេះ3ស្មើការ3ជួសចូល2អូននេះ2 SL pi x ចឹងយើងទុកដែរមក pi x គុណជាមួយនឹង radical អូននេះ x ការ៉េយើងដាក់មក x ការ៉េបូកជាមួយនឹង y ការ៉េប៉ុន្តែ y ការ៉េយើងដូរទៅអាម្ដុំនេះអាម្ដុំហ្នឹងលើកជាការ៉េអញ្ចឹងយើងសេនេះមក3វ៉េចែកជាមួយនឹង pi គុណនឹង x ការ៉េហើយទាំងអស់លើកជាការ៉េនេះបើយើងបដូរ y ការ៉េទៅជាម្ដុំនេះលើកជាការ៉េមានន័យថាយើងបំបត្តិអថេ y ការ៉េហើយនៅសល់តែអថេ x មួយទេកាលណានៅសល់តែអថេ x មួយពេលនោះគេអាចគណនា derivative រូបមន្តអូនរូបមន្តនេះគឺរូបមន្ត SL រូបមន្ត SL ហ្នឹងនេះអូននេះផ្ទៃខាងអបបរមាអូននេះ SL ហ្នឹងហៅផ្ទៃខាងគឺយើងត្រូវ derivative ហ្នឹងប៉ុន្តែមុននឹង derivative ហ្នឹងយើងគួរតម្រូវប្របាញ់ខាងក្នុងហើយអាណាបញ្ចេញបានយើងបញ្ចេញខ្លះឥឡូវយើងកុំតន់ derivative ហើយយើងរៀបចំសិនឲ្យវាស្រួលដើម្បីងាយគណនា derivative SL អូនលោកគ្រូឈប់សេ SL ហ្មងលោកគ្រូដក SX វិញ SX នេះអូនមើលណាSLX ដោយសារវា L ហង X ហងចឹងលោកគ្រូសេតែ SX បានហើយស្មើនឹង pi គុណនឹង x radical ពឹបយើងតម្រូវភាពបាញ់រួមណាតម្រូវភាពបាញ់រួមអូនប្រឌិតមើលនេះ3វ៉េលើក pi x ការ៉េហើយលើកជាការ៉េទៀតអញ្ចឹងវាបាន3វ៉េលើកជាការ៉េចេះហើយអាក្រុមហ្នឹងក៏វាលើកជាការ៉េដែរ pi x ការ៉េដែរនេះហើយការ៉េមកតង់ទៀតចេះកាលណាការ៉េមកតង់អញ្ចឹងទៅអានេះវាទៅជា x គុណ4ហើយនេះទៅ pi ការ៉េអញ្ចឹងលោកគ្រូដាក់ថា pi ការ៉េគុណជាមួយនឹង x ស្វ័យគុណ4អញ្ចឹងណានេះបានសេចក្តីថាចេះ x ការ៉េបូកជាមួយប៉ុណ្ណឹងយើងតម្រូវភាពបាយរួមអូនភាពបាយរួមវាគឺបងអូនយកនេះមកអញ្ចឹងយើងទៅជាអូនណាបញ្ជាក់ម្ដងទៀតណា x ការ៉េនេះគឺ x ការ៉េនេះហើយអាម្ដុំនេះអាម្ដុំនេះឃើញទេភាពបាយរួមមកយកនេះអញ្ចឹងអូនទៅជាអានេះគុណឡើងមកចេះមកបាន pi ការ៉េ x ស្វ័យគុណ6បូកជាមួយអានេះឡើង9 y ការ៉េអញ្ចឹងយើងដាក់មក9 y ការ៉េហើយចែកជាមួយនឹង pi ការ៉េគុណជាមួយនឹង x ស្វ័យគុណ4ជាងស្អីមកនេះចម្លងអានឹងចូលដាក់មកក្នុងក្រុម radical pi ការ៉េ x ស្វ័យគុណ6បូកជាមួយនឹង9 y ការ៉េហើយចែកជាមួយនឹង pi ការ៉េគុណនឹង x ស្វ័យគុណ4ពឹបទាញមកចឹងមកនេះយើងសេចឹងហើយយើងមើលភាពបាយនេះអាភាពបាយនេះអាចបញ្ចេញរួចអញ្ចឹងលោកគ្រូសេដាក់ថា pi គុណនឹង x នេះវាចេញរួចដោយសារនេះការ៉េអានេះគុណ4នោះវាចេញរួចតែឥឡូវអត់ទេណាគឺយើងសេមកយើងដាក់ថា pi ការ៉េគុណជាមួយនឹង x ស្វ័យគុណ6បូកជាមួយនឹង9 y ការ៉េអាហ្នឹង radical នៅខាងលើណាចែកជាមួយនឹង pi គុណជាមួយនឹង x ការ៉េអញ្ចឹងណាអូនមើលម្ដងទៀតណា radical ចេះ radical pi ការ៉េគុណនឹង x ការ៉េ x ស្មើគុណ4អញ្ចឹងអូនអានេះ pi ការ៉េចេញមករួចហើយគុណជាមួយអានេះ x ស្មើគុណ4វាគូ4ចែកនឹង2ដល់នេះចែកនឹង2នេះអូនបាន x ការ៉េនេះ pi x ការ៉េអូនសម្រួលមកនេះស្វោហើយនេះ x មួយនេះយើងសម្រួល x មួយនេះចោលក្រោយពីយើងសម្រួលចឹងហើយភាពបាយនេះនៅសល់តែ x ទេអញ្ចឹងយើងសរសេរបន្តទៀតមកយើងដាក់ថាឬ SX ស្មើនឹងអូនស្មើក្រោយពីយើងសម្រួលទៅអូនភាពបាយវានៅសល់តែ x ទេហើយភាពយកវាគឺជាប់ម្ដុំនេះអញ្ចឹងបើបងអូន derivative ទៅអូនប្រើអ៊ុយល្វីប៉ុន្តែលោកគ្រូប្រាប់វិធីមួយអូននេះវាស្រួលជាងទៀតថាអ៊ុយចែកជាមួយនឹង x អញ្ចឹងយើងសរសេរ1លើ x ហើយគុណជាមួយអ៊ុយអូន derivative ផលគុណគឺវាស្រួលជាង derivative ផលចែកហើយមាន radical មួយជាន់អញ្ចឹងបងអូនស្អីចេះ1លើ x គុណជាមួយនឹង radical ណា radical pi ការ៉េ x ស្វ័យគុណ6បូកជាមួយនឹង9 y ការ៉េចេះពឹបចឹងមកតែយើងសេចឹងបានហើយអូន derivative អូនប្រើផលគុណណា derivative ប្រើផលគុណអ៊ុយគុណ y វិញអ៊ុយគុណ y បានអ៊ុយគុណ y' បានអ៊ុយ y បូកអ៊ុយ y' ស្រួលជាងប្រើអ៊ុយលើ y ចឹងណាចឹងយើងដាក់ថានាំឲ្យបាន
នាំឲ្យបាន s prime ស្មើម្ដុំហ្នឹងគឺក្តោប prime អញ្ចឹងអូនប្រើរូបមន្តអុយគុណនឹង y អញ្ចឹងយើងសេមកយើងដាក់ថាស្មើជាមួយនឹង1លើ x prime គុណជាមួយ y អូន y យើងគឺ radical pi ការ៉េ xy គុណ6បូកជាមួយនឹង9 y ការ៉េពឹបហើយបូកជាមួយនឹង1លើ x គុណជាមួយនឹង radical អូន radical នេះគឺ pi ការ៉េ xy គុណ6បូកជាមួយនឹង9 y ការ៉េហើយ prime ឡើងវិញអុយ prime y បូកអុយ y prime អានេះប្រៀបបានអុយអាម្ដងនេះប្រៀបបាន y ងាកមកដេរវ៉ៃម្ដុំនេះអូនប្រើការលើវ៉ៃហើយនេះប្រើរឹកអុយអូនអាម្ដុំនេះយើងប្រើការលើវ៉ៃបានដកការវ៉ៃព្រីមលើវ៉ៃការ៉េហើយអាម្ដុំនេះយើងប្រើរឹកអុយអញ្ចឹងយើងដេរវ៉ៃនេះសិនមកអានេះគឺអូនលោកគ្រូដាក់យកដក1លើ x ការ៉េអញ្ចឹងយើងសេមកដក1លើ x ការ៉េដក1លើ x ការ៉េគុណជាមួយនឹងអូនអាម្ដុំនេះអត់មានដេរវ៉ៃទេគឺ pi ការ៉េ xy គុណ6បូកជាមួយនឹង9 y ការ៉េចឹងមកបបហើយបូកជាមួយនឹងនេះគឺ1លើ x អត់មានព្រីមទេយើងដាក់1លើ x ដែរមក1លើ x ហើយគុណអូនម្ដុំនេះគឺរឹងអុយបានអុយព្រីមអូនអុយព្រីមមានន័យថារ៉ាឌីកង់នេះអាខាងក្នុងព្រីមអញ្ចឹងយើងដាក់មក pi ការ៉េ xy គុណ6បូកជាមួយនឹង9 y ការ៉េទាំងអស់ព្រីមហើយចែកជាមួយនឹង2ដងradical ហើយការ៉េ xy គុណ6បូកជាមួយនឹង9 y ការ៉េបបចេះអាម្ដងនេះយើងទុកទៅសិនដក1លើ x ការ៉េ radical pi ការ៉េ xy គុណ6បូកជាមួយនឹង9 y ការ៉េបបហើយបូកជាមួយនឹង1លើ x អូនប្រឌិតមើលណា pi ការ៉េនេះគឺមេគុណយើងដេរវ៉ៃ x គុណ6អញ្ចឹងវាមាន pi ការ៉េ6 xy គុណ5ចំពោះ9 y ការ៉េអូន y ការ៉េគឺជាលេខកាលណាលេខយើងដេរវ៉ៃទៅ0ចានេះ0អញ្ចឹងមានន័យថាម៉េចយើងដេរវ៉ៃអភិយោគនេះនៅសល់ pi ការ៉េគុណនឹង6 xy គុណ5ហើយចែកជាមួយនឹង2នេះ2 radical នេះដល់ហើយនេះអា6នេះយើងសម្រួលមកនេះអស់ចានេះសល់3ចាលេខ2នេះបាត់ហើយអញ្ចឹងយើងសេមកយើងដាក់ថា3 pi ការ៉េ xy គុណ5 3 pi ការ៉េ xy គុណ5ចែកនឹង radical pi ការ៉េ xy គុណ6បូកជាមួយនឹង9 y ការ៉េចឹងមកបបនេះឥឡូវយើងដេរវ៉ៃមកដល់ត្រឹមនេះឃើញពភាគ2មានភាពបែងខុសគ្នាអញ្ចឹងយើងតម្រូវភាពបែងរួមវាយកមកយើងគិតមើលភាពបែងរួមវាគឺយកអានេះមានភាពបែងរួមវា x គុណមួយម្ដុំនេះហើយនេះមានភាពបែងវាតែ x ការ៉េមួយទេអញ្ចឹងភាពបែងរួមវាគឺអូនយក x ការ៉េនេះមួយមក x ការ៉េនេះគុណជាមួយម្ដុំនេះអញ្ចឹងយើងដាក់មក radical pi ការ៉េ xy គុណ6បូកជាមួយនឹង9 y ការ៉េអញ្ចឹងណាដល់ហើយយើងគុណប្រឆាត់មកអញ្ចឹងដល់វាប្រឆាត់មកអញ្ចឹងវា radical និង radical ប៉ះគ្នាទៅអស់ហើយអញ្ចឹងមានន័យថានៅសល់ដកបើកវងកញ្ចក់ pi ការ៉េ xy គុណ6បូកជាមួយនឹង9 y ការ៉េហើយបូកអាខាងនេះមានភាពបែងរួមវា x ហើយអញ្ចឹងវាត្រូវខ្វះ x មួយទៀតដល់ខ្វះ x មួយយើងគុណទៅនេះឡើង x គុណ6វិញអញ្ចឹងបូកជាមួយនឹង3 pi ការ៉េ xy គុណ6ពឹបអញ្ចឹងយើងបន្តទៀតមកយើងដាក់ថាឬ s prime នៃ x ស្មើនឹងយើងលុបវងកញ្ចក់ចោលវាដូរសញ្ញាអញ្ចឹងយើងដាក់ដក pi ការ៉េ xy គុណ6ដក9 y ការ៉េហើយបូកជាមួយនឹង3ដង pi ការ៉េ xy គុណ6ហើយចែកជាមួយនឹង x ការ៉េ radical pi ការ៉េគុណនឹង xy គុណ6បូកជាមួយនឹង9 y ការ៉េក្រោយពីយើងសេចឹងហើយយើងមើលភាគយកអានេះស៊ីសងអ្នកបានអញ្ចឹងបើនៅសល់2 pi ការ៉េ xy គុណ6អញ្ចឹងយើងសេមក2 pi ការ៉េ xy គុណ6ដកជាមួយនឹង9 y ការ៉េ
នេះចែកមកនេះលើកដាក់មកឥឡូវ database យើងហៅបានប៉ុណ្ណឹងហើយមាន database យើងចប់ហើយអូនកាលណា database យើងនេះ database ចប់អូនរួចឲ្យ database មក0ឲ្យ database មក0មានន័យថាឲ្យ express មក0អញ្ចឹងយើងសេមកយើងដាក់ថាឲ្យ express នៃ x ហ្នឹងស្មើ0មក0នាំឲ្យអូនមើល express មក0មានន័យថាម្ដុំនេះស្មើ0ប្រភាគមក0គឺយកភាគយកស្មើនឹង0អញ្ចឹងយើងដាក់2ផៃការ៉េ x ស្វ័យគុណ6ដកជាមួយនឹង9 y ការ៉េស្មើជាមួយនឹង0នេះពឹបយើងទាញយក x ណាយើងទាញយក x ស្មើតោះឥឡូវយើងចាប់ដើមទាញយក x អញ្ចឹងមុននឹងទាញយក x បានដំបូងយើងទាញដក9 y ការ៉េទៅអង្គទី2អញ្ចឹងវាទៅជា2ផៃការ៉េ x ស្វ័យគុណ6ស្មើជាមួយនឹង9 y ការ៉េពេលនោះអូនបាន x ស្វ័យគុណ6ស្មើនឹង9 y ការ៉េចែកជាមួយនឹង2ផៃការ៉េ x ស្វ័យគុណ6គេចង់បាន x អូនមានអីពិបាកយើងមើលឲ្យឃើញទៀតទៀត x ការ៉េស្មើនឹង5អញ្ចឹងយើងតែងបាន x វាមិនស្មើនឹងរឹសវាមិនបានរឹស5ចេះមិនចឹង x គីបស្មើនឹង5អញ្ចឹងយើងតែងបាន x យើងវាមិនស្មើនឹងរឹសទី3នៃ5 x ស្វ័យគុណ4ស្មើ5តែងបាន x យើងវាមិនស្មើនឹងរឹសទី4នៃ5អញ្ចឹងដូចគ្នាបាននេះ6ជាប់រឹសទី6មកពឹបនេះរឹសទី6 9 y ការ៉េចែកជាមួយនឹង2ផៃការ៉េនេះពឹបនេះឥឡូវយើងរក x ឃើញប៉ុន្តែតម្លៃ x នេះយើងអត់ដឹងថាធ្វើឲ្យកន្លះផ្ទៃខាងនេះអបបរមាទេបងអូនត្រូវសង់តារាងសញ្ញា derivative ទី1របស់វាសង់តារាងសញ្ញា derivative ប៉ុន្តែលោកគ្រូដាក់13កន្លងវាទៅជាតារាងទឹកអថេរភាពហ្នឹងហើយអូនតារាងសញ្ញា derivative នេះសម្រាប់បញ្ជាក់ថាតម្លៃ x ហ្នឹងធ្វើឲ្យផ្ទៃខាងយើងនេះឬក៏អនុគម s នៃ x នេះមានតម្លៃអបរមាឬទេអញ្ចឹងយើងបំណងយើងគឺអញ្ចឹងយើងដាក់មកនេះ x នេះយើងដាក់ថា s' ហើយនេះយើងដាក់ថា s នៃ x ចាំមក n x ដែរទៅនេះ prime ទៅderivative ហ្នឹងមានរឹសអូនរឹសវាប៉ុន្តែអូនចម្លងហ្នឹងយើងដាក់នេះមកអូននេះគឺតម្លៃ x ស្រូវយើងគឺយើងតែមកដាក់ហ្នឹងហើយយើងអុសចុះក្រោមយើងដាក់លេខ0ហ្នឹងមកដល់សារវាមានរឹសតែមួយអញ្ចឹងអូនប្រើពាក្យធំដោយតូចផ្ទុយទៅអានេះអ្នក2ផៃការ៉េនេះមានគុណរបស់ x អញ្ចឹងវាទៅធំ0ចឹងដាក់នេះបូកមកធំដូចអាកាលនេះតូចគឺតូចផ្ទុយចេះជួនកាលអូនគេបញ្ជាក់តម្លៃអបបរមាតាមរយៈ derivative ទី2ក៏បានដែរអញ្ចឹងណាប៉ុន្តែលោកគ្រូប្រើតារាងចុះវាលឿនជាងបើតាមសញ្ញានេះមានន័យថាចន្លោះទី1យើងគឺចុះហើយអញ្ចឹងយើងដាក់ចុះមកពឹបហើយនេះបូកគឺកើនហើយនេះហើយកន្លែងនេះគឺអបហើយព្រោះអីនេះដកទៅបូកអញ្ចឹងដាក់តម្លៃតម្លៃអបអញ្ចឹងមានន័យថាម៉េច x ស្មើនឹងរឹសទី6នៃម្ដុំហ្នឹងគឺធ្វើឲ្យផ្ទៃខាងអបបរមាម្ដងទៀតតម្លៃ x ស្មើប៉ុណ្ណឹងឬក៏ x ស្មើប៉ុណ្ណឹងធ្វើឲ្យផ្ទៃកន្លះខាងអបបរមាកាលណាយើងឃើញតម្លៃ x ពេលនោះអូនឈានទៅរកនេះផលភាពនេះ y លើ x y លើ x អូននេះតាមរយៈ3គឺលោកគ្រូទុក y យកមកចែក x មកអញ្ចឹងយើងប៉ុន្តែយើងសេតិសិនណាយើងសេថាជាតាមតារាងយើងឃើញថាតម្លៃ x ស្មើប៉ុណ្ណឹងធ្វើឲ្យផ្ទៃខាងរបស់កោណនេះអូននេះផ្ទៃខាងរបស់កោណនេះចំណាយអស់តិចអបបរមាហ្នឹងមានតែចំណាយអស់តិចប៉ុន្តែគេអត់ចង់រកតម្លៃ x ប៉ុណ្ណឹងទេគេឲ្យយើងរកប្រធាបនេះ y ចែក x អញ្ចឹងអូននេះយក y ចែក x អញ្ចឹង y នេះយកមកចែក x នេះអញ្ចឹងយើងសេមកតាមសមីការ3អូនតាមសមីការ3សមីការ1នេះណានេះបានប៉ុណ្ណេះគេចង់បានផលធាបចែកនឹង x អញ្ចឹងអូនយកអាម្ដុំហ្នឹងយកទៅចែក x មានន័យថាយកនេះចែក x ហើយក៏យកនេះចែក x ដែរអញ្ចឹងយើងនាំឲ្យមកនាំឲ្យបាន y ចែកនឹង x ឃើញទេស្មើនឹងអូនមកម្ដុំហ្នឹងយកទៅចែកនឹង x អូនមើលថាតើម្ដុំហ្នឹងចែក x ទៅអី 3y ចែកជាមួយនឹង pi x ការ៉េហើយចែកជាមួយ x ចេះទៀតអញ្ចឹងអូនកាលណាចែកទៅវាបាន 3y ចែកនឹង pi x ការ៉េនេះអានេះយើងថាគុណចម្រាស់ទៅបានគុណនឹង1លើ x អញ្ចឹងអានេះវាទៅជា x គីបនេះឃើញទេអញ្ចឹងមានន័យថា 3y ចែកនឹង pi x គីបប៉ុន្តែលោកគ្រូស្រីចេះ 3y ចែកជាមួយនឹង pi ចាំមកហើយគុណជាមួយនឹង1លើ x គីបចេះ
មូលហេតុដែលលោកគ្រូសេអញ្ចឹងងាយចំនួនចូលនេះយកតម្លៃ x នេះយកទៅចំនួនចូលអញ្ចឹងណាអញ្ចឹងយើងជួសចូលមកបន្តទៀតនេះ 3v ចែកជាមួយនឹងផាយហើយគុណជាមួយនឹង1នេះ1លើ x គីប1លើ x គីបមានន័យថាម្ដុំនេះស្វ័យគុណ3អញ្ចឹងណាអញ្ចឹងយើងសេមក1ចែកនឹងនេះឬទី6 9 y ការ៉េចែកជាមួយនឹង2 pi ការ៉េចេះ pi ការ៉េហើយទាំងអស់ស្វ័យគុណ3នេះ x គីបទៅស្វ័យគុណ3អញ្ចឹងណាឬ e ការ៉េចែកជាមួយនឹង x ស្មើអញ្ចឹងអូននេះលោកគ្រូ 3y ឬ pi លោកគ្រូតដែរ 3y ចែកនឹង pi យើងទុកអដែរហើយគុណនឹងយើងប្រឌិតមើលនេះ6នេះ3អញ្ចឹងបាយគុណ3ហើយនេះឬទី6អញ្ចឹងយើងយក3នេះយកមកសម្រួលនឹង6ទៅវាបាន2អញ្ចឹងទៅយកឡើងទៅលេខ2ណាហើយ3នេះបាត់ហើយអញ្ចឹងយើងដាក់មកដាក់ radical 9 y ការ៉េចែកជាមួយនឹង pi ឥឡូវយើងប្រឌិតនៅម្ដុំនេះ radical លើក្រោមអញ្ចឹងយើងផ្ដាច់វាមក radical អញ្ចេះ9 y ការ៉េចែកជាមួយនឹង radical 2 pi ការ៉េ9ចេញរួចហើយអា y ការ៉េនេះក៏ចេញរួចដែរបាន 3y ចែកអា pi នេះចេញរួចបាន pi ឬ2ចេះ pi ឬ2ដល់យើងយកអានេះចែកនេះចែក1ចេះអញ្ចឹងយើងត្រូវគុណចម្រាស់ឡើងលើអញ្ចឹងយើងដាក់ស្មើជាមួយនឹង 3y ចែកជាមួយនឹង pi គុណនឹងអូននេះយើងចម្រាស់នេះចម្រាស់វាឡើងលើនេះ1ចែកនឹងប្រភេទនេះ1ចែកនឹងប្រភេទហ្នឹងយើងមិនថាគុណចម្រាស់អញ្ចឹងវាទៅជា pi ឬ2 pi ឬ2ហើយចែកជាមួយនឹង 3w ចេះ 3w ពេលដែលយើងបានអញ្ចឹងយើងសម្រួលមកនេះ 3w អស់អានេះ pi អស់អញ្ចឹងវានៅសល់ឬ2អញ្ចឹងយើងដាក់មកនៅសល់ឬ2អញ្ចឹងមានន័យថាម៉េចមានន័យថាផលធៀប e ក្រេចលើ x ហ្នឹងឬហៅថាផលធៀបកម្ពស់នឹងកម្មថាគឺស្មើនឹងឬ2ធ្វើឲ្យផ្ទៃខាងមានតម្លៃអបបរមាអញ្ចឹងយើងសេដូចនេះមកដូចនេះផលធៀបរវាងកម្ពស់កោណនិងកម្មថាអបបរមាគឺ e ក្រេចលើ x ស្មើនឹងឬ2ហើយអូនអារូបនេះយើងត្រូវខួរគេផង